ម៉ែអ្នកទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំមកនិយាយរឿងមួយបាទហើយរឿងនោះគឺជារឿងកាលពីក្មេងរបស់ខ្ញុំគឺជាទំនាប់ដ៏អាក្រក់តែម្ដងបើសិនជាអ្នកគ្នាមានប្រវត្តិដូចជាសេរីចាស់ Free Fire អ្នកគ្នាកុំភ្លេច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងព្រោះសេរីចាស់ Free Fire ចង់ដឹងថាអ្នកណាដែលមានប្រវត្តិដូចជាសេរីចាស់ Free Fire ចឹងណាហើយសេរីចាស់ Free Fire មានប្រវត្តិដ៏អាក្រក់មួយមិនអោយក្មេងៗយកគំរូតាមទេព្រោះថាសេរីចាស់ Free Fire គឺមានប្រវត្តិអាក្រក់ខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាណាដែលមានប្រវត្តិអាក្រក់ដូចជាសេរីចាស់ Free Fire កុំភ្លេច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងហើយសេរីចាស់ Free Fire មានទម្លាប់ដ៏អាក្រក់មួយបាទកាលពីក្មេងសេរីចាស់ Free Fire គ្មានទូរស័ព្ទលេងបានធ្វើការឲ្យតែពេលយប់គឺដឹងតែលួចទូរស័ព្ទម៉ាក់យកមកលេងតែម្ដងព្រោះកាលពីក្មេងសេរីចាស់ Free Fire គ្មានទូរស័ព្ទនោះទេទៅសេរីចាស់ Free Fire កើតគំនិតមួយនៅពេលដែលយប់ឡើងម៉ាក់សេរីចាស់ Free Fire បានគេងសេរីចាស់ Free Fire បានធ្វើការលួចទូរស័ព្ទម៉ាក់នៅម៉ោង1ម៉ោង2យប់ដើម្បីលេងហ្គេមបើសិនជាអ្នកទាំងអស់គ្នាមានប្រវត្តិដូចជាខ្ញុំអ្នកគ្នាកុំភ្លេច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងហើយអ្នកគ្នាមានប្រវត្តិដូចជាខ្ញុំដែរឬទេហើយមិនត្រឹមតែប៉ុណ្ណឹងទៀតខ្ញុំនៅពេលដែលខ្ញុំលេង Free Fire ទូរស័ព្ទម៉ាក់ខ្ញុំព្រោះខ្លាចគាត់ដឹងគឺខ្ញុំបន្ថយសំឡេងឡើងអស់រលីងតែម្ដងឲ្យតែម៉ោង1ម៉ោង2យប់គឺខ្ញុំងើបលេងហ្គេមទាំងប្រលប់តែម្ដងបាទហើយបើខ្លាចម៉ាក់លឺវិញគឺខ្ញុំបិទសំឡេងចោលទាំងអស់តែម្ដងបាទអ្នកគ្នាបើសិនជាអ្នកគ្នាណាមានប្រវត្តិដ៏អាក្រក់ដូចជាសេរីចាស់ Free Fire មួយរូបនេះបាទអ្នកគ្នាកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូខ្ញុំម្នាក់មួយផងហើយបើអ្នកមកថ្មីកុំភ្លេចជួយចុច like និង subscribe វីដេអូនេះម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់សេរីចាស់ Free Fire បន្តទៀតឥឡូវនេះយើងចូលសាច់រឿងយើងដែលបានលួចទូរស័ព្ទម៉ាក់លេងតែម្ដងទៅកាលពីថ្ងៃមួយសេរីចាស់ Free Fire បានអង្គុយនៅផ្ទះគិតថានៅពេលថ្ងៃម៉ាក់គាត់មិនឲ្យលេងហ្គេមទេព្រោះគាត់ចង់ឲ្យរៀនច្រើនជាងហើយពេលនោះខ្ញុំក៏បានអង្គុយយូរខ្ញុំក៏នឹកឃើញគំនិតមួយខ្ញុំមានគំនិតថាខ្ញុំនឹងលួចលេងទូរស័ព្ទម៉ាក់នៅពេលយប់ឡើងគ្រាន់តែដល់ពេលយប់ភ្លាមម៉ោង1ម៉ោង2យប់ខ្ញុំក៏បានងើបក្រេករត់ទៅដោះទូរស័ព្ទម៉ែមកហើយបន្តមកទៀតខ្ញុំក៏បន្ថយសំឡេងនិងទម្លាក់ពន្លឺឡើងអស់រលីងហើយខ្ញុំបានលេងហ្គេមយ៉ាងសប្បាយរីករាយកាលនោះខ្ញុំមិនទាន់ដឹងអីទេដោយសារតែខ្ញុំនៅរៀនហើយខ្ញុំនៅតូចផងទើបធ្វើឲ្យខ្ញុំចង់លេងហ្គេម Free Fire តាំងពីតូចហើយពេលនោះខ្ញុំឃើញគេបុកលុយខ្ញុំក៏ចង់បុកលុយដែរប៉ុន្តែគ្មានលុយបុកហើយនឹងមិនចេះបុកបើអ្នកទាំងអស់គ្នាណាមានប្រវត្តិដូចជាសេរីចាស់ Free Fire កុំភ្លេច comment នៅខាងក្រោមវីដេអូខ្ញុំឲ្យខ្ញុំបានដឹងម្នាក់មួយផងបាទហើយខ្ញុំបានលេងទូរស័ព្ទម៉ាក់ខ្ញុំយ៉ាងសប្បាយរីករាយនៅពេលដល់ចិត្តភ្លឺគឺខ្ញុំភ័យខ្លាំងមែនទែនដោយសារតែទូរស័ព្ទម៉ាក់ខ្ញុំអស់ថ្មតែកាលនោះខ្ញុំនៅតូចមែនតែខ្ញុំរៀងឆ្លាតបន្តិចដោយសារតែពេលខ្ញុំលេងហ្គេមគឺខ្ញុំមើលថ្មរហូតគឺខ្ញុំលេងដល់ថ្ម50គឺខ្ញុំឈប់លេងតែម្ដងព្រោះដោយសារខ្លាចម៉ាក់ដឹងបើសិនជាគាត់ដឹងគាត់ច្បាស់ជាវាយខ្ញុំជាមិនខានឡើយនៅវេលាយប់មួយខ្ញុំបានលេងទូរស័ព្ទម៉ាក់ខ្ញុំដូចរាល់ដងហើយថ្ងៃនោះខ្ញុំបានលេង Free Fire យ៉ាងសប្បាយចិត្តខ្លាំងមែនទែនប៉ុន្តែវេលាម៉ោងជិតព្រឹកម៉ែខ្ញុំក៏ងើបខុសពីធម្មតាគាត់បានឃើញខ្ញុំកំពុងលេងហ្គេមគាត់ក៏បានដាក់ខ្ញុំមួយជើងគ្រាន់តែភ្លឺភ្លាមគាត់ក៏បាននិយាយរឿងនោះតែម្ដងគាត់បាននិយាយថាបើសិនជាខ្ញុំនៅតែលួចលេងហ្គេមទៀតគាត់ច្បាស់ជាឲ្យខ្ញុំស៊ីទូរស័ព្ទមែនតែនហើយពេលនោះខ្ញុំក៏ធ្វើជាធម្មតាព្រោះខ្លាចគាត់វាយថែមតែបើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថាតើខ្ញុំស្ដាប់គាត់ដែរឬទេចម្លើយនោះគឺអត់ព្រោះដោយសារការនោះខ្ញុំវក់លេងហ្គេម Free Fire ខ្លាំងមែនតែនទើបខ្ញុំមិនឈប់នោះទេឲ្យតែដល់ម៉ោងគឺខ្ញុំក្រោកលេងទៀតហើយការនោះគេល្បី Hero អាលុកក៏អ្នកទាំងអស់គ្នាគេល្បី Hero អាលុកទៅបាទគឺថាខ្ញុំគឺលួចលេងខ្លាំងតែអ្នកគ្នាតតែពូបុកពូខ្ញុំគាត់បុកទិញអាលុកឲ្យមកសប្បាយចិត្តអាការនោះលេងលួចលេងលឿនជាងមុនបដ ாய் អត់ទៅបានអាលុកភ្លាមគឺលហន់លេងយក
ហើយបើសិនជាអ្នកគ្នាណាដែលមានប្រវត្តិដ៏អាក្រក់ដូចជាសេរីចាស់ Free Fire មួយរូបនេះអ្នកគ្នាកុំភ្លេចនៅ comment នៅខាងក្រោមវីដេអូខ្ញុំម្នាក់មួយផងបាទដើម្បីឲ្យដឹងមុខ